ខ្ញុំធ្វើទៅវាពិតជាបានផលមែននេះខ្ញុំចង់មកចែករំលែកបងប្អូនទាំងអស់គ្នានៅអារម្មណ៍នៃពេលព្រឹកដ៏អស្ចារ្យរបស់ខ្ញុំបានភ្ញាក់ឡើងនៅពេលព្រលឹមម៉ោង 5:40 នាទីបន្ទាប់មកខ្ញុំធ្វើសមាធិរយៈពេល 20 នាទីហើយនឹងអានសៀវភៅរយៈពេល 15 នាទីទៀតខ្ញុំមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តគឺជាអារម្មណ៍មួយដែលខ្ញុំខានជួបវាយូរមកហើយគឺជាអារម្មណ៍មួយដែលខ្ញុំធ្លាប់មាននៅពេលដែលខ្ញុំរៀននៅសាកលវិទ្យាល័យនៅពេលដែលខ្ញុំធ្វើ assignment ជាមួយមិត្តភ័ក្តិខ្ញុំចង់ចែករំលែកវីដេអូនេះជូនដល់បងប្អូនទាំងអស់គ្នាបងប្អូនគួរតែឆ្លៀតពេល30នាទីពេលព្រឹកព្រលឹមធ្វើវាដើម្បីឲ្យយើងមានអារម្មណ៍ល្អពេញមួយថ្ងៃខ្ញុំធ្វើគឺបានផលតែខ្ញុំចង់ចែករំលែកជូនបងប្អូនទាំងអស់គ្នាហើយអ្នកដឹងទេថានៅពេលដែលបុគ្គលម្នាក់ឲ្យតម្លៃទៅលើទឹកប្រាក់ជាសេចក្តីសុខដំបូងបំផុតនោះគេនឹងមិនមានសេចក្តីសុខពិតប្រាកដទេបុគ្គលនោះរស់នៅពេញមួយជីវិតដើម្បីតែប្រាក់ដោយមិនខ្វល់ពីអ្វីៗផ្សេងទៀតឡើយអ្នកខ្លះរវល់តែរកប្រាក់ភ្លេចគិតប្រពន្ធកូនអ្នកខ្លះរវល់តែរកប្រាក់ភ្លេចគិតពីសុខភាពចុងក្រោយអ្វីដែលគេទទួលបានគឺគ្រួសារគ្មានសុភមង្គលហើយសុខភាពក៏ទ្រុឌទ្រោមទៀតបើបែបនេះអ្នកអាចនឹងមានសេចក្តីសុខបានដោយរបៀបណាមានប្រាក់ច្រើនណាស់តែប្រពន្ធសំឡេងមានប្រាក់ច្រើនណាស់តែកូនដើរខុសគន្លងធម៌មានប្រាក់ច្រើនណាស់តែរកញាតិមួយគ្មានមានប្រាក់ច្រើនណាស់តែហូបអីក៏មិនឆ្ងាញ់ឈឺសពឈឺគ្រប់គ្មានអ្នកយល់ចិត្តទៀតតើមានន័យអ្វីទៅពេលដែលបុគ្គលម្នាក់ចង់បានតែប្រយោជន៍សម្រាប់ខ្លួនឯងពេកចុងក្រោយគេនឹងបាត់បង់អ្វីៗគ្រប់យ៉ាងនៅសល់តែខ្លួនឯងប៉ុណ្ណោះតើយកប្រាក់មកធ្វើអីបើហូបមិនកើតផងយកប្រាក់មកធ្វើអីបើគ្មានអ្នកចាយជាមួយផងយកប្រាក់មកធ្វើអីបើអ្នកជុំវិញខ្លួនគ្មានសេចក្តីសុខផងប្រាក់នៅតែជាប្រាក់ជារបស់ក្រៅខ្លួនមិនថាទោះបីជាអ្នកខំរកវាយ៉ាងណាតែបើអ្នកមិនចេះប្រើវាដើម្បីចែករំលែកក្តីស្រឡាញ់ជាមួយអ្នកដទៃទេអ្នកគង់នឹងគ្មានក្តីសុខក្នុងខ្លួនឡើយល្អ